ឆ្នាំបន្ទាប់ពីការប្រយុទ្ធតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលបានបង្ខំឲ្យប្រជាពលរដ្ឋជាង134,000 នាក់ភៀសខ្លួនចេញពីលំនៅឋានប្រជាពលរដ្ឋជាច្រើននៅតែមិនអាចវិលត្រឡប់ទៅផ្ទះវិញបានខណៈអ្នកខ្លះនិយាយថាពួកគេបានបាត់បង់ផ្ទះដីធ្លីនិងជីវភាពរស់នៅលោកស្រីមុំយុនអតីតអ្នករស់នៅក្នុងសង្កាត់អូស្មាច់ក្រុងសំរោងខេត្តបន្ទាយមានជ័យបានប្រាប់កាសែតខ្មែរថាគ្រួសាររបស់លោកស្រីបានភៀសខ្លួនចេញពីតំបន់ប្រយុទ្ធក្រោយការប្លង់កាន់តែខ្លាំងឡើងនៅជិតផ្ទះតែខ្ញុំនៅភូមិរតចំបៃនៅក្នុងកន្លែងផ្ទះខ្ញុំនៅភ្នំប៉ោយកន្លែងក្របខ្ទុះខ្លាំងហ្នឹងណាដល់ពេលអញ្ចឹងទៅក៏ខ្ញុំរត់មកថ្ងៃទី8រត់ចុះមកយើងមកចម្រោងហ្នឹងដល់ពេលថ្ងៃទី8ថ្ងៃទី9បានខ្ញុំមកដល់វត្តអីស្អីគេស្រីស្នោលោកស្រីនិយាយថាអ្វីដែលឈឺចាប់ជាងគេគឺការបាត់បង់ផ្ទះសម្បែងដីធ្លីនិងប្រភពចំណូលដែលធ្លាប់ផ្គត់ផ្គង់ជីវភាពគ្រួសារឈឺចាប់ដែលយើងបាត់បង់ផ្ទះសម្បែងបាត់បង់ផ្ទះសម្បែងបាត់បង់ដីធ្លីយើងធ្លាប់ធ្វើស្រែធ្វើចំការដល់ពេលយើងអត់មានអីបង្កើតផលអញ្ចឹងណាយើងធ្លាប់នៅនោះយើងដាំដុះទៅបានលក់បានដូរទៅបានលុយបានកាក់ខ្លះគ្រាន់កូនចៅទៅរៀនដល់ពេលឥឡូវអត់នៅចាំតានៅផ្ទះតាមដំណាំតិចតួចហ្នឹងឯងហូបហ្នឹងឯងហើយណាមួយវាប៉ះពាល់ដែរអត់លុយអត់កាក់ឲ្យកូនចៅទៅរៀនអញ្ចឹងអត់លុយអត់អីហ្នឹងឯងលោកស្រីបញ្ជាក់ថាគ្រួសារទទួលបានជំនួយពីរដ្ឋរួមទាំងប្រាក់ឧបត្ថម្ភប្រចាំខែនិងស្បៀងអាហារដែលជួយសម្រាលការលំបាកមួយផ្នែកប៉ុន្តែលោកស្រីថាអ្វីដែលពួកគេចង់បានបំផុតគឺការបញ្ចប់សង្គ្រាមនិងការវិលត្រឡប់ទៅផ្ទះវិញចង់ថាឲ្យគេជួយយើងទៅឆាប់បានបញ្ចប់សង្គ្រាមទៅយើងបានឡប់ទៅផ្ទះទៅចំបែងយើងវិញអញ្ចឹងណាកន្លែងយើងធ្លាប់នៅអញ្ចឹងចង់ឲ្យយើងកុំឲ្យមានសង្គ្រាមមានអីទៀតអញ្ចឹងឲ្យឆាប់ចប់អញ្ចឹងទៅកុំឲ្យនៅអញ្ចឹងទៀតវាពិបាកលោកស្រីបានរំលឹកថារាល់ពេលនឹកឃើញផ្ទះនិងវត្តអារាមដែលធ្លាប់ស្គាល់លោកស្រីនៅតែមានអារម្មណ៍សោកស្ដាយនិងឈឺចាប់ដែលថានឹកឃើញមកឈឺចាប់កន្លែងយើងធ្លាប់រស់នៅដែលយើងក៏បង្កើនផលអញ្ចឹងទៅហើយយើងមកបាត់បង់អស់លីងអញ្ចឹងទៅពិបាកវាមិនដូចកន្លែងយើងនៅចាស់ទេកន្លែងនៅថ្មីតែស្ដាយទីសំណោះស្ដាយពេកណាស់ទៅហើយសាររបស់លោកស្រីស្របគ្នានឹងការលើកឡើងរបស់តារាសម្ដែងនិងផលិតករភាពយន្ត Hollywood លោកស្រី Angelina Jolie បាននិយាយថាបេះដូងរបស់ខ្ញុំស្ថិតនៅជាមួយកម្ពុជាដោយអំពាវនាវឲ្យមានការគាំទ្របន្ថែមសម្រាប់ប្រជាពលរដ្ឋដែលនៅតែរងផលប៉ះពាល់ពីសង្គ្រាមលោកស្រី Jolie បានសរសេរថាកាលពីមួយឆ្នាំមុនចំនួនបានផ្ទុះឡើងនៅតាមព្រំដែនកម្ពុជាដោយបានបំផ្លាញសុវត្ថិភាពនិងស្ថិរភាពរបស់មនុស្សជាច្រើនបេះដូងរបស់ខ្ញុំនៅជាមួយមនុស្សគ្រប់រូបដែលនៅតែរងចាំថ្ងៃអាចវិលត្រឡប់ទៅផ្ទះវិញថ្ងៃទី24ខែកក្កដាឆ្នាំ2026គឺជាខួបមួយឆ្នាំនៃការប្រយុទ្ធទ្រង់ទ្រាយធំរវាងកងទ័ពកម្ពុជានិងថៃរដ្ឋាភិបាលកម្ពុជាបានរៀបចំពិធីរំលឹកខួបនេះដោយរំលឹកដល់ព្រឹទ្ធបាលឯកសួនរ៉ូនដែលអាជ្ញាធរកម្ពុជានិយាយថាបានស្លាប់ក្នុងការប៉ះទង្គិចគ្នាដំបូងនៅតំបន់មុំបីខេត្តព្រះវិហារក្រសួងការពារជាតិបាននិយាយថាការប្រយុទ្ធគ្នាចាប់ផ្ដើមក្រោយកងទ័ពថៃបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជានៅប្រាសាទតាមាន់ធំប្រាសាទតាក្របីភ្នំខ្មោចនិងតំបន់មុំបីកម្ពុជាបាននិយាយថាខ្លួនបានប្រើប្រាស់សិទ្ធិការពារខ្លួនដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីការប្រយុទ្ធគ្នាបានបញ្ចប់នៅថ្ងៃទី28ខែកក្កដាឆ្នាំ2025បន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរព្រមព្រៀងឈប់បាញ់គ្នានៅប្រទេសម៉ាឡេស៊ីក្រោមការសម្របសម្រួលរបស់អាស៊ាននិងការគាំទ្រពីដៃគូអន្តរជាតិយោងតាមរដ្ឋាភិបាលកម្ពុជាការប្រយុទ្ធគ្នារយៈពេល5ថ្ងៃបានបង្ខំឲ្យប្រជាពលរដ្ឋចំនួន39,828 គ្រួសារឬស្មើជាង134,000 នាក់ជម្លៀសទៅកាន់ទីទួលសុវត្ថិភាពក្នុងនោះមានកុមារមនុស្សចាស់និងស្ត្រីមានផ្ទៃពោះជាច្រើនទោះបីជាមានបទឈប់បាញ់ក៏ដោយភាពតានតឹងផ្នែកការទូតរវាងកម្ពុជានិងថៃនៅតែបន្តកម្ពុជាបានដាក់លិខិតតវ៉ាជាច្រើនលើកដោយចោទប្រកាន់ថាកងទ័ពថៃបានសាងសង់របងបណ្ណាលួសនិងធ្វើសកម្មភាពនៅក្នុងតំបន់ដែលកម្ពុជាអះអាងថាស្ថិតក្រោមអធិបតេយ្យភាពរបស់ខ្លួនរដ្ឋាភិបាលកម្ពុជាក៏បានអំពាវនាវឲ្យបន្តកិច្ចប្រជុំគណៈកម្មការព្រំដែនរួម JBC ដើម្បីដោះស្រាយវិវាទតាមរយៈការចរចាប៉ុន្តែរហូតមកដល់ពេលនេះកិច្ចប្រជុំនៅមិនទាន់ត្រូវបានរៀបចំឡើងវិញនៅឡើយ